ខ្លះមិនដឹងទេថាក្នុងវប្បធម៌ខ្មែរអណ្ដើកមិនមែនជាសត្វធម្មតាទេវាត្រូវបានគេចាត់ទុកថាជាតំណាងនៃព្រះកសបៈជាសត្វនាំសិរីសួស្ដីដល់ម្ចាស់ផ្ទះទៀតផងបើអណ្ដើកវាចូលផ្ទះដោយខ្លួនឯងចាស់ខ្មែរយើងជឿថានោះជាប្រផ្នូលមហាសំណាងម្ចាស់ផ្ទះនឹងអស់ទុក្ខអភ័យរកស៊ីមានបានហើយជំងឺក៏អាចធូរស្រាលទៀតផងដូច្នេះហើយចាស់ហាមដាច់ខាតមិនឲ្យសម្លាប់ឬយកអណ្ដើកទៅធ្វើម្ហូបទេគេត្រូវយកទឹកអប់មកប្រោះព្រំហើយយកផ្កាម្លឹះមកបូជាវិញដើម្បីទទួលយកសំណាងល្អបន្ទាប់មកគេតែងយកអណ្ដើកទៅលេងនៅវត្តឬក្នុងទឹកវិញព្រោះគេជឿថាការធ្វើបែបនេះនឹងធ្វើឲ្យសំណាងល្អនៅជាប់ជាមួយម្ចាស់ផ្ទះយូរអង្វែងនៅតាមវត្តអារាមឬស្រះទឹកបុរាណចាស់ជឿថាមានអណ្ដើកបារមីចាំថែរក្សាទឹកដីនិងកំណប់ស័ក្តិសិទ្ធិគេជឿថាបើអ្នកទៅបន់ស្រន់ហើយបានឃើញអណ្ដើកបារមីងើបឡើងនោះបំណងប្រាថ្នារបស់អ្នកអាចនឹងសម្រេចដូចចិត្តដូច្នេះកុំមើលងាយអណ្ដើកឲ្យសោះសម្រាប់ខ្មែរបុរាណវាជាសត្វស័ក្តិសិទ្ធិនិងជាសត្វដែលនាំពរជ័យមកដល់មនុស្សចាំទុកណាកូនចៅអណ្ដើកមិនត្រឹមតែជាសត្វរស់ក្នុងទឹកទេប៉ុន្តែវាជាផ្នែកមួយនៃជំនឿវប្បធម៌និងសេចក្តីគោរពរបស់ខ្មែរយើងតាំងពីបុរាណមក